បរាជ័យម្ដងមិនប្រកាសថាបរាជ័យមួយជីវិតនោះទេតែអ្នកត្រូវតែចេះទទួលស្គាល់ពីកំហុសនិងបរាជ័យហើយព្យាយាមអភិវឌ្ឍខ្លួនឯងឲ្យល្អជាងមុនទើបជាការប្រសើរការជឿជាក់លើខ្លួនឯងគឺជាកម្លាំងចិត្តដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ទម្លុះរនាំងជីវិតដែលតែងតែរារាំងពួកគេមិនឲ្យឈានទៅដល់ភាពជោគជ័យនិងមិនអាចសម្រេចគោលដៅនៅក្នុងជីវិតបាននេះមានន័យថាដរាបណាអ្នកនៅមានជំនឿលើខ្លួនឯងនោះក្តីសង្ឃឹមសម្រាប់ជោគជ័យរបស់អ្នកនៅតែមានជានិច្ចនៅលើโลกនេះគ្មាននរណាម្នាក់ដែលល្អខ្ចោះនោះទេហើយក៏គ្មាននរណាម្នាក់ជោគជ័យដោយគ្មានការព្យាយាមដែរនិងខិតខំតស៊ូនៅក្នុងជីវិតនោះទេអ្វីដែលអ្នកត្រូវធ្វើនៅពេលនេះគឺព្យាយាមខិតខំបំពេញនៅចំណុចខ្វះខាតនិងភាពចន្លោះប្រហោងរបស់អ្នកជាប្រចាំនោះអ្នកនឹងអាចសម្រេចគោលដៅនិងជោគជ័យនៅក្នុងជីវិតរបស់អ្នកវាកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ